មានសំណួរចង់សួរមនុស្សប្រុសហើយចង់សុំយល់ចង់ព្យាយាមសុំយល់ថាហេតុអីបានជាមនុស្សប្រុសគិតថាយើងមានស្រីក្រៅជារឿងដែលអត់អីជារឿងដែលអត់ខុសឬក៏ជារឿងដែលយើងអាចធ្វើបានតើយើងផ្អែកលើហេតុផលអីគេតើមកពីយើងគិតថាដោយសារយើងជាអ្នករលួយគ្រប់គ្រងក្នុងគ្រួសារយើងគួរតែមានសិទ្ធិលក្ខណៈពិសេសបែបហ្នឹងឬក៏ដោយសារតែអត់ដឹងខ្ញុំរកនឹកអត់ឃើញទេខ្ញុំចង់យល់ថាហេតុអីបានជាយើងគិតថានេះគឺជាសំណួរដ៏ល្អមួយរបស់ DJ ណាតើតើទៅនឹងការដែលថាហេតុអ្វីបានជាមនុស្សប្រុសក្រោយពីរៀបការមានប្រពន្ធហើយនៅតែក្បត់ប្រពន្ធលួចមានស្រីខាងក្រៅទៀតសំណួររបស់គាត់នេះតាមពិតមានប្រិយមិត្តរបស់គាត់ឆ្លើយជាច្រើនមកហើយមានទាំងប្រុសទាំងស្រីប៉ុន្តែភាគច្រើនគឺឆ្លើយរបៀប comment របៀបជាអក្សរប៉ុន្តែដោយសារតែចម្លើយរបស់ខ្ញុំអាចនឹងវែងបន្តិចអញ្ចឹងខ្ញុំព្យាយាមឆ្លើយវាជាវីដេអូតែម្ដងទៅទី1មិនមែនមនុស្សប្រុសទាំងអស់សុទ្ធតែក្បត់ប្រពន្ធសុទ្ធតែមានស្រីទេមានមនុស្សប្រុសខ្លះក៏រៀបការហើយមិនក្បត់ប្រពន្ធដែរដូច្នេះសំណួររបស់គាត់គួរតែសួរថាហេតុអ្វីបានជាមនុស្សប្រុសមួយចំនួនក្បត់ប្រពន្ធមានស្រីខាងក្រៅក្រោយពីមានប្រពន្ធហើយទី2ការដែលមនុស្សរៀបការហើយក្បត់គ្នានឹងមិនមែនមានតែក្នុងចំណោមមនុស្សប្រុសទេមនុស្សស្រីក៏ក្បត់មនុស្សប្រុសដែរគ្រាន់តែបើសិនជាមនុស្សស្រីក្បត់មនុស្សប្រុសគាត់នឹងបង់ថ្លៃច្រើនជាងមានន័យថាម៉េចគាត់ខាត់បង់ច្រើនជាងគាត់ទទួលបានការរិះគន់ពីសង្គមច្រើនជាងដែលយើងស្ដាប់មើលទៅហាក់ដូចជាមានស្តង់ដារ2សម្រាប់មនុស្សប្រុសនិងមនុស្សស្រីក្នុងការដែលយើងក្បត់គ្នាអានេះគឺជាការពិតហើយស្តង់ដារ2នេះយើងមិនអាចកែប្រែបានទេចង់ស្ត្រីរឹងមាំឬក៏ស្ត្រីនិយមទាំងឡាយខឹងសម្បាយ៉ាងណាក៏មិនអាចកែប្រែបានដែរពីព្រោះអីពីព្រោះយើងក៏មានស្តង់ដារ2សម្រាប់មនុស្សប្រុសដែលដេកស៊ីនៅផ្ទះដែរមនុស្សប្រុសទាំងឡាយណាដែលដេកស៊ីនៅផ្ទះរងចាំប្រពន្ធចិញ្ចឹមក៏ទទួលបានការរិះគន់ការពេបជ្រាបពីសង្គមដូចគ្នារហូតដល់ពេលខ្លះគេហៅគាត់ថាជាសត្វបល្លង្កាសទៀតនេះគឺជាស្តង់ដារ2សម្រាប់មនុស្សប្រុសហើយនិងមនុស្សស្រីទី3តើមនុស្សបែបណាដែលក្បត់ច្រើនជាងគេមនុស្សដែលក្បត់ហ្នឹងជាទូទៅមនុស្សដែលមានពេលវេលាហើយនិងមនុស្សដែលមានធនធានជាទូទៅអ្នកក្រអត់ក្បត់ទេមិនមែនអត់ក្បត់ 100% ណាគាត់កម្រក្បត់ដោយសារអីគាត់មានធនធានគាត់រកស៊ីចិញ្ចឹមគ្រួសារមិនគ្រប់ផងតែគាត់មានពេលវេលាហើយនឹងមានលុយណាទៅក្បត់អ្នកដែលក្បត់អ្នកដែលលួចមានស្រីភាគច្រើនគឺជាអ្នកមានឬក៏ជាស្ដេចតែម្ដងយើងមើលតែស្ដេចខ្មែរយើងទៅមិនមែនយើងវាប្រហាព្រះមហាក្សត្រណាប៉ុន្តែនេះគឺជាការពិតស្ដេចខ្មែរមានប្រពន្ធច្រើនណាស់គ្រាន់តែស្រីស្នំស្ដេចខ្លះស្រីស្នំ100អ្នកមិនទាន់គ្រប់ទៅមានស្រីខាងក្រៅទៀតជាងមូលហេតុអីដែលគាត់ក្បត់ដោយសារតែគាត់មានធនធានជាពិសេសស្ដេចឧទាហរណ៍ប្រពន្ធម្នាក់ហើយយើងវាស់ជាលុយណាត្រូវការ$5000ដើម្បីចិញ្ចឹមប្រពន្ធខ្លួនឯងហើយនិងកូន2នាក់$5000ហាក់ច្រើនពេកគ្រាន់ជាឧទាហរណ៍ណាប៉ុន្តែគាត់មានចំណូល$5 លានក្នុងមួយឆ្នាំអញ្ចឹងគាត់ត្រូវធ្វើអីជាមួយលុយគាត់បងប្អូនអរគ្នាយក$5 លានទៅចែកនឹង$5000ដែរយើងឃើញប្រហែលគាត់មានលទ្ធភាពចិញ្ចឹមមនុស្ស1000នាក់យ៉ាងធូរដូច្នេះឱកាសដែលគាត់ក្បត់ហ្នឹងអាចមានច្រើនជាងអ្នកដែលមានធនធានតិចជាងគាត់ពីព្រោះអីពីព្រោះគាត់មានលទ្ធភាពគ្រប់គ្រងមនុស្សស្រីច្រើនជាងអ្នកដែលក្រជាងគាត់ហើយគាត់ក្បត់ជាមួយមនុស្សស្រីគាត់ក្បត់នៅកន្លែងណាពីដើមឡើយស្ដេចទៅតាមខែតាមអីហ្នឹងមានគេយកកូនក្មុំអ្នកស្រុកអីយកមកថ្វាយហើយឡៃសម័យបច្ចុប្បន្នបើសិនជាមនុស្សប្រុសចង់ស្វែងរកមនុស្សស្រីគេទៅការ៉ាអូខេគេទៅរាំងកាសាលហើយកន្លែងហ្នឹងត្រូវការលុយក៏មានពេលវេលាទៀតហើយនារីដែលនៅកន្លែងនោះជាទូទៅជានារីក្មេងហើយស្អាតមនុស្សប្រុសអត់ទៅរាំងកាសាលអត់ទៅការ៉ាអូខេដើម្បីពិភាក្សាទស្សនវិជ្ជាអត់ដើម្បីពិភាក្សាពីដំណើររបស់ភពដំណើររបស់ផ្កាយអត់ទៅពិភាក្សាអំពីសង្គ្រាមអត់ទៅពិភាក្សាអំពីវិទ្យាសាស្ត្រទេគាត់ទៅដើម្បីធ្វើការកម្សាន្តបន្ធូរអារម្មណ៍របស់គាត់ហើយនៅពេលខ្លះបើសិនជាគាត់ត្រូវរើជាមួយនារីដែលធ្វើការនៅក្នុងរាំងកាសាលឬក៏ការ៉ាអូខេនោះគាត់នឹងឈានទៅដល់ការរួមភេទឬយើងហៅថាក្បត់ប្រពន្ធរបស់គាត់ជាការដោះដូរនារីទាំងនោះនឹងទទួលបានលុយឬក៏ធនធានឬក៏ទ្រព្យសម្បត្តិឬក៏សម្ភារៈផ្សេងទី4គួរសម្គាល់ថាចេះនៅក្នុងពិភពលោកនេះសត្វទាំងអស់សត្វលើគោកសត្វលើដីសត្វក្នុងទឹកសុទ្ធតែរួមភេទដើម្បីបង្កកំណើតដើម្បីបន្តពូជតែប៉ុណ្ណោះប៉ុន្តែខុសពីសត្វដទៃមនុស្សហើយជាសត្វមួយចម្លែកមែនទែនមិនត្រឹមតែរួមភេទដើម្បីបង្កកំណើត
បន្តកូនចៅពូជពងវងតកូលប៉ុណ្ណោះទេប៉ុន្តែរួមភេទដើម្បីជាការកំសាន្តផងដែរហើយការរួមភេទជាការកំសាន្តហ្នឹងមានតាំងពីយូរណាស់មកហើយតាំងពីសម័យពុទ្ធកាលហើយនារីបេស្យាចារឬក៏ហៅថាស្ត្រីផ្កាមាសដែលល្បីបំផុតនៅក្នុងសម័យពុទ្ធកាលហ្នឹងឈ្មោះថានាងអម្ពបាលីស្ដេចគ្រប់នគរទាំងអស់តែតែស្វែងមករកនាងអញ្ចឹងអំពើបេស្យាចារឬក៏វិជ្ជាជីវៈជាបេស្យាចារហ្នឹងគឺជាវិជ្ជាជីវៈដ៏ចាស់បំផុតក្នុងចំណោមវិជ្ជាជីវៈផ្សេងៗទាំងឡាយ